សូមគោរពជំរាបសួរបងប្អូនទាំងអស់គ្នាចាខ្ញុំគាត់ចង់លើកឡើងអំពីជីវិតរស់នៅស្រុកគេបន្តិចបន្តួចបងប្អូនចារួមចំណែកចែករំលែកនៅបទពិសោធន៍ផ្ទាល់ខ្លួនបងប្អូនចាបងប្អូនឃើញថ្ងៃសៅរ៍ថ្ងៃអាទិត្យហ្នឹងមានពេលជាពិសេសនៅរដូវក្តៅពួកខ្ញុំចានាំគ្នាដើរទៅនេះដើរទៅនោះដោយសារពីថ្ងៃច័ន្ទដល់ថ្ងៃសុក្រពួកខ្ញុំរវល់ធ្វើការងារបងប្អូនទាំងពីរនាក់ហើយបើសិនជាថ្ងៃសៅរ៍ថ្ងៃអាទិត្យអត់ដើរទៀតដឹង stress ប៉ុន្មានទេបងប្អូនចាធ្វើការ stress ហើយថ្ងៃសៅរ៍ថ្ងៃអាទិត្យអត់បានដើរទៀតរត់តែពិបាកទៀតទេបងប្អូនអញ្ចឹងហើយពួកខ្ញុំចេះសំពេលហ្នឹងដើម្បីដើរទៅនេះខ្លះទៅនោះខ្លះអញ្ចឹងណាបានថ្ងៃសៅរ៍ថ្ងៃអាទិត្យហ្នឹងសម្រាប់លំហែខួរក្បាលទៅទាំងពីរនាក់ហ្នឹងបើសិនជាអត់ទេមិនដឹង stress ប៉ុន្មានទេបងប្អូនចាហើយនិយាយពីជីវិតនៅស្រុកគេនេះគឺថារវល់បងប្អូនរវល់ពីព្រលឹមចេញប្លុកចូលបងប្អូនពីមួយអាទិត្យទៅមួយអាទិត្យគឺរវល់ខ្លាំងមែនតើបងប្អូនទៅមើលនៅស្ថានីយ៍រថភ្លើងឬមួយក៏កន្លែងឡានក្រុងអីគឺថាម្នាក់រត់ផឹកព្រលឹមឡើងធ្វើមិនឲ្យតាន់ពេលវេលាតាន់រថភ្លើងឬមួយក៏តាន់ឡានក្រុងអញ្ចឹងណាបងប្អូនចាបងប្អូនឃើញបានប្រាក់ខែទាំងពាន់ហ្នឹងមិនងាយទេណាបងប្អូនចាសម្រាប់បងប្អូននៅស្រុកគេដឹងហើយអ្នកដែលគាត់មានជីវភាពធូរធារខ្ញុំអត់និយាយទេប៉ុន្តែអ្នកដែលធ្វើការងារដូចខ្ញុំរកប្រាក់ចំណូលធ្វើការងារឲ្យគេដូចខ្ញុំគឺថាខ្ញុំនិយាយដោយស្មោះត្រង់ចឹងតែម្ដងគឺមិនងាយទេបងប្អូនចាមិនមែនមកស្រុកគេនោះមកបេះលុយធ្លាក់មកពីលើមេឃងាយទេបងប្អូនមកបេះលុយដូចបងប្អូនគិតណាដូចបងប្អូនគិតថាទៅស្រុកគេស្រួលរកលុយស្រួលអីចឹងណាទោះយ៉ាងណាក៏ស្រួលហ្នឹងហើយលក្ខខណ្ឌការងារគេស្រួលយើងបានលុយមកវាស្រួលទេធ្វើមួយខែបានលុយដូចគ្នាបងប្អូនរំទៅដល់ខែទៅបានបើកលុយចឹងណាហើយការចំណាយក៏ខ្ពស់ដែរមិនយើងបើកលុយមកនៅស្រុកគេមួយខែ 3-4 ពាន់ហ្នឹងហើយយើងចាយមួយខែអស់តែ100ឬមួយក៏50ដូចនៅស្រុកខ្មែរណាបងប្អូនចាបើបានអញ្ចឹងខ្លាចជាសទ្ធិបាត់ហើយបងប្អូនចាប៉ុន្តែបានលុយច្រើនហ្នឹងចាយក៏ចំណាយក៏ច្រើនដែរបងប្អូនចាមិនមែនដូចយើងគិតថាអូបានមក1000ប្រហែលជាសល់900អត់មានអញ្ចឹងទេបងប្អូនចាបានមក1000ហ្នឹងឲ្យសល់100វិញទៅបាក់ពេកទេបងប្អូនអរគុណច្រើនបងប្អូន